បាទសូមជម្រាបសួរបាទបងប្អូនអរគ្នាហើយនឹងសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះដែរខ្ញុំមានលេខតម្រូវឆ្នោតខ្មែរយើងបាទគឺច្បាស់ពិសេសឆុតតែម្ដងបងប្អូនដើម្បីបងប្អូនអាចយកទៅធ្វើការចាក់សងសំណាងបានថ្ងៃទី29ខែ10ឆ្នាំ2021អញ្ចឹងបាទសូមបងប្អូនអរគ្នាពេញចិត្តវីដេអូនេះបងប្អូនកុំភ្លេច like ហើយនិង subscribe បើកសញ្ញារូបកណ្ដឹងដើម្បីផងបាទតែខ្ញុំចែកជូនបងប្អូនគឺដោយ free ដែលឥតថ្លៃតែម្ដងមិនមានការកិច្ចសេវាកម្មឬក៏ថាការប្រាក់ការអ្វីនោះទេបាទហើយអរគុណច្រើនបងប្អូនអរគ្នាចំពោះការជួយគ្រប់គ្រងបាទចំពោះហេងគ្រប់គ្នាបាទអញ្ចឹងថ្ងៃនេះដែរគឺដូចតរដល់អញ្ចឹងបាទខ្ញុំមានលេខជូនបងប្អូនគឺចែកមានលេខតូច3លេខហើយនិងលេខធំ3លេខអញ្ចឹងបើពុកម៉ែបងប្អូនជាស្រឡាញ់ទាំងអស់គ្នាពេញចិត្តលេខមួយណាគឺអាចចាក់លេខទៅបានបាទហើយខ្ញុំនិយាយដែរអញ្ចឹងគឺអត់មានការកិច្ចសេវានោះទេគឺចាក់ជូន free នៅលើ YouTube របស់ខ្ញុំនេះហើយពុកម៉ែបងប្អូនណាកុំភ្លេចជួយគ្រប់គ្រងខ្ញុំផងបាទអញ្ចឹងកុំឲ្យបងប្អូននៅទាំងរងចាំខាត់ពេលវេលាយូរបាទអញ្ចឹងខ្ញុំនឹងបង្ហាញលេខជូនបាទអញ្ចឹងលេខដំបូងគេបាទក្របទី1ថ្ងៃនេះបាទបងប្អូនកុំភ្លេចបើសិនជាចង់កាត់អីគឺបងប្អូនកុំភ្លេចចាំបិចសិនវិភពគឺអាចយកមកកាត់ទុកបានបើសិនជាបងបាទអញ្ចឹងកុំឲ្យបងប្អូននៅទាំងចាំកាន់តែយូរទៀតខ្ញុំបង្ហាញលេខជូនម្ដងលេខទី1ថ្ងៃនេះគឺមានលេខ36បាទលេខ36បាទលេខ36រីឯលេខទី2លេខច្បាស់ពិសេសល្អទី2គឺមានលេខ52បាទលេខ52បាទលេខ52ហើយនឹងលេខចម្រៃឆ្នោតទី3ថ្ងៃនេះគឺមានលេខបាទគឺមានលេខ98បាទមានលេខ98លេខ98បងប្អូនបាទ98ហើយនឹងលេខធំម្ដងហើយនឹងបាទលេខតូចមាន3លេខហ្នឹងលេខធំដំបូងគេអញ្ចឹងធំទី1ថ្ងៃនេះគឺបាទច្បាស់ពិសេសចុចទី1គឺមានលេខ463បាទ463ហើយនឹងលេខច្បាស់ឆុតល្អទី2ថ្ងៃនេះបាទលេខគឺលេខ371បាទលេខ371បាទលេខ371បាទ371ហើយនឹងលេខធំចុងក្រោយគេសម្រាប់ថ្ងៃនេះបាទបងប្អូនអផ្សងសំណាងជាមួយនឹងលេខបាទគឺលេខ918បាទ918បងប្អូនបាទ918បាទ918ចឹងដូចខ្ញុំនិយាយចឹងបងប្អូនពេញចិត្តលេខណាអាចចាក់លេខនោះបានតាមការស្រឡាញ់ពេញចិត្តរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងហើយបងប្អូនទាំងអស់គ្នាកុំភ្លេច like ហើយ subscribe បើកសញ្ញារូបកណ្ដឹងផងបាទដើម្បីទទួលបានវីដេអូមួយឆ្នោតមុនគេតែម្ដងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាចំពោះការជួយគ្រប់គ្រង like subscribe ហ្នឹងហើយក៏ដូចជាខំតាមដានទស្សនាវីដេអូមួយឆ្នោតរបស់ខ្ញុំរៀងរាល់ថ្ងៃហើយនឹងជូនបងប្អូនទាំងអស់គ្នាបាទមានសំណាងហេង168គ្រប់គ្នាហើយនឹងចាក់ត្រូវបាទសូមបងប្អូនយកទៅចាក់ទៅផ្សំបានទៅអាចនឹងមានឱកាសត្រូវគ្រប់គ្នាបាទអញ្ចឹងជួបខ្ទង់គ្រប់គ្នាអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទជួបគ្នានៅថ្ងៃស្អែកទៀតតាមពេលវេលានិងម៉ោងដដែលបាទអញ្ចឹងខ្ញុំសូមលំអរកាយគ្រប់នឹងជម្រាបលាបាទជួបគ្នានៅថ្ងៃស្អែកទៀតបងប្អូនកុំភ្លេចដាក់សញ្ញារូបកណ្ដឹងផងបាទអញ្ចឹងអរគុណច្រើនបាទជម្រាបលាម្ដងទៀតបាទ